ស្វាគមន៍មកកាន់ដំណើរកម្សាន្តរុករកកោះរ៉ុងរបស់ពួកយើងទាំងពីរនាក់ចំនួន2យប់និង3ថ្ងៃអញ្ចឹងចង់ដឹងថាមានរឿងអ្វីកើតឡើងយើងទៅទស្សនាទាំងអស់គ្នាពួកយើងបានធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុនៅម៉ោង3យប់ដោយធ្វើដំណើរតាមឡានក្រុងដេកយប់ហើយពួកយើងនឹងទៅដល់ក្រុងព្រះសីហនុនៅម៉ោង6ព្រឹកនិងរៀបចំធ្វើដំណើរឡើងទូកនៅម៉ោង7កន្លះឥឡូវម៉ោង7ហើយយើងចាំឡើងទូកម៉ោង7កន្លះហើយឡើយអូខេឥឡូវទីឌីមសបុតហើយអីអញ្ចឹងឥឡូវហ្នឹងយើងដើរទៅខែដើម្បីឡើងទូកចំណែកឯផែ official ដែលធ្វើដំណើរទៅកាន់កោះរ៉ុងនោះគឺមានតែមួយប៉ុណ្ណោះដែលមានក្រុមហ៊ុនជាច្រើនដែលអ្នកទាំងអស់គ្នាអាចជ្រើសរើសបានដែលជាទូទៅការធ្វើដំណើរទៅកាន់កោះរ៉ុងចំណាយពេលពី45នាទីទៅ1ម៉ោងសម្រាប់ខ្ញុំវិញrecommendឲ្យអ្នកទាំងអស់គ្នាបើសិនជាអាចធ្វើដំណើរទៅកាន់កោះរ៉ុងនៅពេលព្រឹកដោយសារតែរលកវាតូចៗហើយស្ងប់ជាងពេលថ្ងៃដំណើរកម្សាន្តលើកនេះដែរគឺពួកយើងចុះនៅឆ្នេរឡុងសិតដោយសារពួកយើងបានកក់កន្លែងដេកនៅជិតនេះដែរអញ្ចឹងបន្ទាប់ពីចុះពីទូកភ្លាមពួកយើងក៏ស្វែងរកជួលម៉ូតូសម្រាប់ដំណើរកម្សាន្ត2ថ្ងៃរបស់យើងដែលការជួលម៉ូតូនេះតម្លៃជាមធ្យមពី$10ទៅ$15ហើយសំណាងដែរលើកនេះពួកយើងជួលបានម៉ូតូស្អាតនិងថ្មីចឹងបន្ទាប់ពីជួលម៉ូតូរួចហើយពួកយើងក៏ធ្វើដំណើរទៅកាន់ Coconut Beach ដែលមានចម្ងាយប្រហែល4គីឡូម៉ែត្រពីឆ្នេរឡុងសិតដើម្បីទៅ check in កន្លែងដេកនិងទុកដាក់អីវ៉ាន់មួយចំនួនដែលយើងមិនត្រូវការពេលដើរលេងចេញពីកន្លែងដេក check in ផ្ញើអីវ៉ាន់ហើយឥឡូវជិះទៅភូមិកោះតូចវិញហើយពីយប់ហ្នឹងយើងដេកនៅ Rafiki នៅ Coconut Beach ហើយនេះម៉ូតូយើងជួលមិញអូខេអញ្ចឹងឥឡូវជិះដើរលេងនៅលើកោះហ្នឹងហើយទៅរកញ៉ាំនៅកោះតូចអូខេពួកយើងបានធ្វើដំណើរទៅកាន់កោះតូចតាមផ្លូវមួយដែលមើលទៅគេទើបតែនឹងឈូសឆាយធ្វើផ្លូវថ្មីដោយសារតែជក់មើលទេសភាពតាមដងផ្លូវពេកពួកយើងក៏ភ្លេចមើល Google Map ដែលធ្វើឲ្យយើងជិះហួសផ្លូវដែលត្រូវបត់ចូលទៅកាន់ភូមិកោះតូចចំណែកផ្លូវដែលគេសាងសង់ថ្មីនេះគឺគេធ្វើឡើងដើម្បីឲ្យយើងជិះពីឆ្នេរឡុងសិតទៅកាន់ឆ្នេរឡុងប៊ិចដែលមិនតម្រូវឲ្យយើងចាំបាច់ជិះកាត់ភូមិកោះតូចនោះឡើយអញ្ចឹងដោយសារតែចង់ស្គាល់ភូមិកោះតូចឲ្យហើយយើងក៏ជិះបកក្រោយវិញផ្លូវពិតជាសាហាវមែននេះអូខេមានឲ្យចូលលេគេជប់ចាំក៏បានទៅស្នាមគេដើរទៅដល់កបើមើលតាមស្ថានភាពផ្លូវនៅលើកោះរ៉ុងនេះប្រហែលជាមានភ្លៀងមុននឹងយើងមក1ថ្ងៃឬ2ថ្ងៃចឹងហើយរៀងសំណាងដែរដោយសារតែដំណើរកម្សាន្តរបស់យើងទាំងនេះគឺនៅលើកោះអត់មានភ្លៀងទេមាននៅផ្លូវដើរលេសោះOh, found a good spot for បង្ហោះម៉ូតូ What the fuck, bro? What the fuck? Holy hell, man! Oh my god! Oh wow, bro! Look at the water. Yeah, làm đổ. Dạ cân mộ kìa
Mình sắp đi xíទៀតអូសត្វសบายស៊ី គេសាច់ជំនួតគ្នាមានទីស៊ី អូខេអ្នកគ្នាអញ្ចឹងឥឡូវយើងនៅចិត្ត Long Beach ហើយកន្លែងនេះដូចមានផែមួយអញ្ចឹងស្អាតមែនទែនហើយនៅក្រោមនេះសិតតែត្រីនេះអ្នកគ្នាអូត្រីច្រើនមែនទែនអត់ដឹងថាថតទៅមើលឃើញអត់ទេដោយសារតែវាផ្លាតអូមានសទូចអីសบายស្ទូចនេះអូស្អាតទៅនោះនឹងគុំទឹកសមុទ្រឡើងស្អាតអានេះអិននូអានោះបកង់គេលក់វ៉ែនតាបាត់ហើយមកតដល់វ៉ែនតាមិនដឹងថាមេឃនេះក្តៅមែនបើសិនជាអ្នកទាំងអស់គ្នាធ្វើដំណើរពីភូមិកោះតូចមកកាន់ឆ្នេរ Long Beach នេះមុននឹងដល់ឆ្នេរ Long Beach អ្នកទាំងអស់គ្នានឹងឃើញផែនេះមួយដែលផែនេះមានឈ្មោះថាផែលីហួរដែលកន្លែងនេះគឺជា view point មួយដែលមានឆ្នេរខ្សាច់ស្រស់ក្បោះនិងទឹកសមុទ្រខៀវថ្លាដូចកញ្ចក់អីគេមិន កូនក្តាម នេះខំមិនអានេះចេះ អើយវាចេញទៅណាអស់ឲ្យដឹងទឹកហើយវាទឹកចូលបានវាមកដូចមានស្គីតមកទៀតអូក្តៅខ្លាំងមែនទេគេប្រាំងគេហៅតែគេហៅលឿន គេមិនដែរក្តៅទេហ្មងខ្ញុំក្តៅមួយជីវិតហើយនៅស្រុកកម្ពុជាចេញពីផែលីហូហើយធ្វើដំណើរបន្តទៅមុខទៀតពួកយើងក៏មកដល់ឆ្នេរល្បីល្បាញមួយដែលអ្នកទាំងអស់គ្នាស្គាល់ហើយគឺជាឆ្នេរ Long Beach ស័ក្តិសមនឹងឈ្មោះដែលគេដាក់ឲ្យនេះ Long Beach គឺជាឆ្នេរមួយដែលមានចម្ងាយវែងជាងគេនៅក្នុងកោះរ៉ុងនេះឆ្នេរនេះលាតសន្ធឹងនៅភាគខាងលិចនៃកោះរ៉ុងដែលមានចម្ងាយរហូតដល់7គីឡូម៉ែត្រជាមួយនឹងឆ្នេរខ្សាច់សក្បុសនិងទឹកសមុទ្រថ្លាដូចកញ្ចក់ Long Beach ជាឆ្នេរមួយដែលមានភាពល្បីល្បាញជាងគេនៅលើកោះរ៉ុងនេះសម្រាប់ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិផងដែរហើយពេលល្ងាចនេះយើងនឹងត្រឡប់មកកាន់ឆ្នេរនេះវិញដើម្បីមើល sunset យើងទៅញ៉ាំបាយតែនៅលក់សេះសមុទ្រ ចូលនេះចូលគាត់មានលក់មានស៊ីណាមែនហ៎ឆ្មាសមុទ្រញ៉ាំមីកំប៉ុងទៅនេះបើកាហ្វេគេរៀបកាយពេលសាច់ឡើងអស់ហើយមកជួនបានជួកោះតូចណាទៅ40អាចាំ20រៀល10ហ្នឹងខោពួកđể nấu cái tròn món bàn hả nhỉ từ nay miền cồn tần nằng chào bà bạn video này mình chụp mẹ được lọc ញ៉ាំអាហារពេលថ្ងៃរួចហើយពួកយើងក៏បន្តដំណើរទៅរកកោះរ៉ុងរបស់យើងបន្តទៀតដែលគោលដៅបន្តនោះគឺជាភូមិព្រៃស្វាយដែលនៅភាគខាងជើងនៃកោះរ៉ុងមកដល់ភូមិព្រៃស្វាយយើងប្រកាសជាឃើញឆ្នេរមួយដែលមានឈ្មោះថាឆ្នេរព្រៃស្វាយដែលឆ្នេរនេះមានទីតាំងនៅទល់មុខនឹងកោះសង្សារតែម្ដងអីគេឃើញឡូតហ្នឹងមែនមែនកូនអាទីមានខ្យងពួកកូនខ្យងហ្នឹងចុះផងណាហ
ហេស្គូទីកពស់ហ្នឹងភ្លក់ ខ្យល់ hôn quả chuông là xây được អត់ស្គាល់ដែរ chuông vậy mai nhớ អូ what the fuck ô cái nam holy shit con cái nam អូ ô ក្តៅលេងវិញ chơi ấy វាឆ្កងខ្យងណាឆែកកាយដីចឹង ô điều cái nam ô tinh cái nam mà thông rồi mà tinh bộ មានតែទូចទេបើរុនទូចហ្នឹង ô chấm tơ mà trên còn càng nó khi nhổ bao mẹ thốn nhưng nợ đồng បាទរៀន cái đầu ក្តាមថ្ម cái đám thấm mồ ra xe phải vợ trắng cái tờ khi bò ដង vậy ក្តាមអីផង cái đám thấm mồ ប្រហែល cứ cái bào á quả xe là cái bào chơi chỉ một cái chó á វាគាំងអី bên nó đợi bên nó như mà những chỉ mới đã cho nó tắt bàn đường gì nhỉ ជូ chó ui cái láng này hoa nóng nè ចេះចេះដីដី bị chơi đây bị chơi hay tắt bàn sạch nó bị chập làm phôi đó ui chó ខ្យងអីគេ ở đây bên đây bên nơi hùa nè nè ui bên đây sụp mồ mà được hồ siêu con nè cái nữa hơi hả អឺធ្ងន់ ui sáng đó nữa ធ្ងន់ hơi sụp là tôi chắc bông ui là đi hồ siêu miên nè mình sụp hồ siêu nè cho nó là được chơi game đấy xa tao là tôi chắc bông không biết liền nhưng mà oh my god ថ្ងៃវាចូលរត់អស់ហើយ bị dục ទៅយក ông than nó ពេល lột យក sạch ថ្ងៃវាចូលរត់បើយកមកចង់បានដូចខ្ញុំគូអញ្ចឹងគូមកធុងកាយមកកប់នៅអុយលិចមកធុងហើយយកថៃស្អុយលើម៉ាំអីដាក់បបវាមកមួយបានធុងក្រឹតលាក់លុកដល់អាលុកទៀតតែមកម៉ោងកាលាធុង បាទមើលយើងដេញចាប់ហើយយកបាត់ពីហ៎វាលឿនណាស់ក៏ចូលពុបវាកប់ខ្លួនពុបវាគៀបអត់ជឿឯងក្រាមវាគៀបអត់ជឿ ក្តាមអីគេមិញ đang trò ដាក់ខ្យល់ ខ្យង trò ដល់ពេលលាងទឹកឲ្យយ៉ាងស្អាតដល់ដាក់ខ្លាញ់ទៅបំពងទៅស្រួយខ្ញោញ៉ាំបានទាំងអស់ អាហ្នឹងវារៀងតុន តុនអត់តែវារឹងដែរតែរឹងវាក្នុងវាតុន បាទ lúc này tôi hay cái lòng thông rồi còn thông thì tôi cái bên nào sai bên nào đây នៅនេះវាតិចដល់អាលុងទឹកនឹងច្រើនហើយអត់អាណាគេទៅចាប់ផងវាចាតែកើតកូនកើតចៅរហូត là cái đám mau តាមថ្មដាក់បាប់ចាញ់ឈាម sao rồi chị không អានេះគេហៅយ៉ងលាក់គេញ៉ាំតាដល់ពេលហ្នឹងគេយកទៅដាក់ក្នុងទឹក3យប់ឲ្យវាអស់ដីសាច់ហើយគេកាត់កកូតនេះកាត់កកូតឲ្យលាងឲ្យយ៉ាងស្អាតយើងដាំទឹកឲ្យយ៉ាងពុះយើងស្រោចវាទៅឲ្យវាអស់អាជាតិពុលវាទៅហើយយើងយកទៅការី cà ri ឆាការីក៏បានឆាគ្រឿងក៏បាន tình nó không bỏ cái đó នេះនៅអាវរងទឹករើសបានរាប់រយតោនក្នុងប្រែកច្រើនណាស់ tên nằm bên nó không kỳ hộp ហូបតានឹងហូបតាគេយកពីនេះទៅដែរមានក្នុងកោះនេះមានច្រើន ban thay lụi lụi đừng bay អូនៅខាងអាវលំទឹកក្នុងប្រែករើសតែមកផ្លែរាប់តោនទៅដល់កើបយកហ្មង sao nó sẽ bỏ វាមានកូនប្រែកទួយដល់ទឹកនេះចឹងទំងដាំង Ôi cái show xí đó mà giờ tôi sẽ bỏ tôi tăng tiền đang lôi mà tự ប្រទេសស្វាយគឺជាភូមិដែលមនុស្សមករស់នៅដំបូងគេនៅលើកោះរងនេះហើយដូចនេះហើយទើបនៅទីនេះមានវត្តអារាមនិងសាលារៀនកាលពីមុនមនុស្សដែលរស់នៅទីនេះគឺសុទ្ធសឹងតែជាអ្នកនេសាទដែលផ្លាស់ទីលំនៅពីដីគោកមកតាំងទីលំនៅនៅតាមបណ្ដោយមាត់ព្រែកដើម្បីងាយស្រួលក្នុងការចេញទៅនេសាទនិងជ្រកកោនពីខ្យល់ព្យុះយើងចេញពីកោះអានេះកោះឆ្នេរប្រទេសស្វាយអញ្ចឹង
ទៅមុខទៀតអត់មានអីផងនឹងភូមិហ្នឹងអស់ហើយ Tăng break xoay này, thì cho ta break xoay này. មានអីទៅស្វែងណាមានអីណាមានស្ពានឆ្លងចប់ប៉ុណ្ណាមានភូមិហ្នឹងអត់មានអីទេអស់ហើយ Có hắn tâm mình chi mùi mà bên. trông được vậy. ហើយនេះជីមកជុំទៅវិញ Thay biết không mà thay lên lên nắng. គេមើលថ្ងៃលិចគេមើលនៅនេះដែរ Nó phải. ស្អីគេសុកសានអីគេហ្នឹង Đó. Đó. Bạn to bên nào? Có. Mua cùng tôi nè. Cùng nắng á. Cùng nó được. Cùng kẹo. ជឿតើ Nó. សាហាវកែឥឡូវមានទឹកឯងយកទៅវិញចឹង phongខ្លួនហើយផងខ្លួនហើយទៅណា Suy mà hết á. លើកនៅឆ្លងបងចោលនៅជាទុកស្នែវនោះហីអូ ពួកយើងបានជួបក្មេងៗប្រហែលអ្នកនេះដែលពួកគេប្រុងនឹងរៀបទុកចុះទៅស្ទូចត្រីលេងប៉ុន្តែយើងក៏សម្រេចចិត្តថាអត់ទៅជាមួយពួកគេវិញហើយក៏ជិះបកក្រោយវិញមកកាន់ឆ្នេរមួយទៀតដែលមានឈ្មោះថា Palm Beach នេះ Palm Beach មកឃើញនោះហ្នឹងកន្លែងមកមិញហ្នឹងឆ្នេរព្រែកស្វាយភូមិព្រែកស្វាយអូខេឃើញក្តាមមួយហើយតែអានេះកាចខ្ញុំលុកដៃចាប់វាមិញវាខាំហ្មងនេះទៅឲ្យទៅវាអត់នេះហ៎ឈាមដៃបាទអូហេយ៉ាប់ទៅនេះui nó cái soi khỏi cao đó Ai thôi. ui nghe là nó chóc chẳng Cứ bờ bia kia bia. ở đây vì ăn chân chim với nên là nó đích bự mà Mấy này trong bia nó sủa chứ. làm đấy vậy Chị đã- Chị tu cứ anh đã từng là chị tu anh cái lấy gì được cái lấy gì được hả sao sao cá mà Tết mò đừng ngày này phải được đang thăm mộ đang thua bằng việc cài lựa ôm đang thề đó thua khám chim đáy á hay qua thăm mò ta chả ban cái đa môi nó vụ môi cái đa mà nam dương chả ban con tụi nó là không biết chả ban thom môi ấy cái chui thế này ui Chui cô à? cái lọc bánh xoài ở chỗ khám ở khám mấy từ kia đang tục sầm rạp thơ ấy giống khám mặt trừបន្ទាប់ពីដើរចាប់ក្តាមនៅ Palm Beach អស់មួយសន្ទុះធំពួកយើងក៏បន្តដំណើរទៅកាន់ឆ្នេរកោងកាងទៀតសបត់ជុំអ្នកមែន để có muối con rồi ô anh click thì con đi free ra thử tôi không đọc nào នេះទីបំផុតស្គាល់ឈ្មោះខ្យងនឹងហើយដោយមើលតាម Google Map យើងគិតថាឆ្នេរកោងកាងនេះគឺយើងអាចដើរចូលតាមសហគមន៍ព្រៃកោងកាងនេះបានប៉ុន្តែបន្ទាប់ពីសួរព័ត៌មានអ្នកនៅតំបន់នេះគឺយើងត្រូវជិះតាមផ្លូវផ្សេងដើម្បីទៅកាន់ឆ្នេរកោងកាងនេះបានឆ្នេរកោងកាងហើយមានតែយើងពីរនាក់ឯងឥឡូវហ្នឹងនិយាយយើងចង់ថាមកចាប់ក្តាមនៅនឹងប៉ុន្តែមកគឺអត់មានក្តាមសោះឥឡូវហ្នឹងមកឆ្នេរគឺមានពីរនាក់ nhưng mà sao mỗi thứ chó nó bay thông thông thì là đi nhâm ba này vẫn phân năng rồi nè អត់ដឹងដែរ ở
អត់ទេប៉ុណ្ណឹងគេញ៉ាំបានទេ សមុទ្រមួយអាស្អីបលាខុសគ្នាមែន អាហ្នឹងតែពេលវានៅទឹកជ្រៅទៅបន្លែវានៅដុះបានវែងហ្នឹងអត់ នេះបងប្អូននេះបីធំណាហុកបានហើយប៉ុណ្ណឹងនេះអូអានេះលើអានេះពេលទឹកបក់មកទៅអូយជាតិស្លាប់ទេតែខ្ញុំអត់ចេះញ៉ាំមេអត់យកទុកហ្នឹងហើយ តពីដើរលេងចាប់ក្តាមបានច្រើនឆ្នេរគួរសមដែរហើយមេឃក៏រៀងល្ងាចផងពួកយើងក៏បន្តដំណើរទៅកាន់កន្លែងដេករបស់យើងវិញហើយពួកយើងក៏មិនភ្លេចឈៀងចូល Long Beach ដើម្បីងូតទឹកលេងនិងមើល sunset នៅទីនោះផងដែរនេះយើងមកដល់ផ្នែកមួយនៃ Long Beach កន្លែងនេះដូចមានទឹកសាបមានអីអង្គុយមើលថ្ងៃលិចអីចឹងណា ចំណុចនេះជាចំណុចមួយនៅក្នុង Long Beach ដែលអ្នកទាំងអស់គ្នាអាចមកងូតទឹកលេងកម្សាន្តនិងអង្គុយមើល sunset ហើយនៅទីនេះក៏មានទឹកសាបដើម្បីយើងងូតផងដែរឆ្នេរមានប្រវែងវែងបូកជាមួយនឹងខ្សាច់ដ៏សក្បុសលាតសន្ធឹងនៅទិសខាងលិចបានធ្វើឲ្យ Long Beach ក្លាយជា perfect spot មួយសម្រាប់ការមើល sunset នៅពេលល្ងាច នៅ Long Beach ក្តាមនៅឆ្នេរឡើងមកចាំហ្មងនេះមួយអានេះធ្វើ castle លើវាហើយធ្វើមួយទៀតធ្វើឲ្យមួយទៀតអូចូលទៀតពីរណា vậy nhưng bữa trong bên chạy một ao bia ta ta nè son hố lên son hố dân si nữa hai đứa xa đi nhỉ nhỉ em thật thân là tôi khai số với thiệt hồi việc chặt nụ chặt bị khối Oh fuck no Khui lươn mà sao bắt à ơi chào bạn ពេញមួយសប្តាហ៍ពួកយើងរស់នៅជាមួយសំឡេងទូរស័ព្ទសំឡេងកុំព្យូទ័រនិងសម្ពាធការងារដែលមិនចេះចប់ប៉ុន្តែពេលនេះនៅទីនេះសំឡេងមួយគត់ដែលយើងឮគឺសំឡេងរលកសមុទ្របោកមកលើដីខ្សាច់និង sunset ដ៏ស្រស់ស្អាតនៅ Long Beach នេះ អូខេស្វាគមន៍មកកាន់ថ្ងៃទី 2 នៅកោះរ៉ុងហើយស្មាននេះដែរម៉ោង 10:12 ហើយយើងតំបានរៀបចំខ្លួនហើយរៀបចំប្រញាប់ថ្ងៃអញ្ចឹងដោយសារតែផឹកមិញគឺនៅបាត់រួចគេអស់កម្លាំងខ្លាំងមែនទែនដោយសារម្សិលមិញគឺយើងដើរលេង full force ជិះពេញកោះហ្មងអញ្ចឹងថ្ងៃនេះយើងទៅញ៉ាំបាយថ្ងៃហើយប្រហែលជាយើងជិះទៅលេង explore នៅ Lonely Beach សារយើងឃើញឆ្នេរស្អាតតែសម្រាប់យើងជិះអត់បានទៅដល់អញ្ចឹងចាំទៅទាំងអស់គ្នាបន្ទាប់ពីបាយថ្ងៃហើយ currently ឥឡូវហ្នឹងខ្ញុំកំពុងនៅ Coconut Beach ខ្ញុំគេងនៅហ្នឹងនៅ Coconut Beach ហ្នឹងកន្លែងដេកមួយឈ្មោះថា Fikis ហើយមើលទៅ vibe នៅនេះរបៀបដូចបរទេសដោយសារតែម្ចាស់នៅហ្នឹងប្រហែលជាគាត់បរទេសដែរហើយ Coconut Beach នេះស្អាតមែនតើអ្នកនរគ្នាម្សិលមិញគឺខ្ញុំអត់បាន introduce កន្លែងនេះច្រើនទេដោយសារតែពេលយើង check in អីហើយយើងមកផ្ញើអីវ៉ាន់នេះគឺយើងចាញ់ទៅមកប៉ុន្តែឆ្នេរនៅនេះស្អាតមែនតើអ្នកគ្នាអត់ចាញ់នៅឆ្នេរផ្សេងៗនេះដោយសារថ្ងៃនេះយើងងើបរៀងយឺតបន្តិចអញ្ចឹងគោលដៅទី 1 នៅថ្ងៃនេះគឺយើងទៅរកអាហារថ្ងៃត្រង់តែម្ដងព
ពួកយើងបានមកឡុងសិតនេះដើម្បីញ៉ាំបាយហើយក៏ឆ្លៀតចូលទិញអីវ៉ាន់មួយចំនួនផងដែរដែលរបស់មួយដែលខ្ញុំអត់មានសម្រាប់ការដើរលេងលើកនេះគឺមួកមួយសម្រាប់ការពារកម្ដៅថ្ងៃចេញ cái bộ lôi này anh chấm hiếmចេញពីចាក់សាំងពួកយើងក៏បន្តដំណើរទៅកាន់គោលដៅយើងបន្ទាប់ដែលថ្ងៃនេះដែរយើងចង់ទៅលេងនៅ Lonely Beach ប៉ុន្តែនៅតាមផ្លូវនេះយើងក៏បានជិះកាត់ resort មួយផងដែរដែលមានឆ្នេរខ្សាច់ដ៏ស្រស់ស្អាតហើយឆ្នេរខ្សាច់នេះមានឈ្មោះថា Pagoda Beach ឥឡូវយើងមកដល់កន្លែងគេ parking នៅ Lonely Beach ដើរទៅប្រហែលជាឆ្ងាយដែរមកខាងនេះអត់អីជិះទៅទៀតបានបាច់ដើរទីឆ្ងាយណាស់ Khu về tao người nào hả mày cứ đợi miếng pin lời tao người nào មែន thì tao đo được miếng này tay lời vậy nhưng mà đã tao mới khói lại ផ្លាកអីគេទៅមើលម្ដងទៀតសិនផាត់វ៉េមែនរ៉ូត You are here Okay Lonely Beach ហ៎នេះវាមានកាហ្វេមានអីហ៎អានេះទៅរបៀបគេđâyហ្នឹងហើយ quay đèn ok តោះយើងដើរចូលបន្ទាប់ពីជិះផ្លូវដល់សែនរលាក់ទៅដល់នេះ cô đấy tao đó không xính không mua nhà ok không xỉa ឈឺកឡើយ đừng mua ha ឈឺក đừng mua thế អូស្អាតអ្នកនរគ្នាអូស្អាតអូខេឥឡូវចឹងយើងមកដល់ហើយLonely Beach ស្អាតមែនទេឆ្នេរនៅនេះប្លែកថាមានដល់ថ្នោតឆ្នេរយើងទៅប្រហែលមិនសមហ្នឹងគឺអត់មានដល់ថ្នោតច្រឡំដល់ថ្នោតដល់ដូងនិយាយច្រឡំរហូតហើយនៅនេះមើលទៅវាយប្លែកពីកន្លែងផ្សេងអូឈៀលដល់ហើយខ្យល់បក់ជាក់ chị cho cô បារាំងគេចេញទុកនេះ consider តូចទេមែនអត់យើងដើរទៅកាហ្វេសិនទៅសម្រាប់កាហ្វេផ្លេតខ្ញុំយើងដើរទៅខាងក្រោយវិញ bún cho phải sai muối hay cà phê đỏ cầu muối ớt cầu phê đỏ cầu ớt đỏ cầu កូកាមួយ Lonely Beach មានបរិយាកាសខុសប្លែកពីឆ្នេរផ្សេងៗដែលយើងធ្លាប់បានទៅនៅលើកោះរ៉ុងនេះដែលអារម្មណ៍ដំបូងគេដែលខ្ញុំទទួលបាននោះគឺភាពស្ងប់ស្ងាត់
ភាពស្រស់ស្អាតមួយទៀតរបស់ Lonely Beach គឺជាដើមដងដ៏ច្រើនដែលដុះនៅលើឆ្នេរនេះដែលបង្កើតបានជាភាព unique មួយដែលខុសប្លែកពីឆ្នេរដទៃនៅលើកោះរ៉ុង និយាយទៅឆ្នេរនេះណាគេចង់មកលក្ខណៈស្ងាត់ស្ងាត់បែប introvert អីចឹងអាមែនទេនេះមកគ្នាសើក្តាម Ít trôn hay gì អូវាមិនចូលទៅក្រោមវាបត់ទេអញ្ចឹងមកយើងរកវាឃើញតាំងពីមកដល់កោះរ៉ុងម្សិលមិញដៃគូរបស់ខ្ញុំគឺអត់មានធ្វើអីក្រៅពីដើរជីកក្តាមក្នុងខ្សាច់នឹងទេមិនថា Long Beach Palm Beach Lonely Beach ឲ្យតែឃើញប្រហោងខ្សាច់គឺគាត់ដឹងតែឈប់ជីកយកហ្មង Hello អីគេ vâng khơi cái nào cho không chơi rồi đang ngày chạy mà luôn không phải nào How much tu trẻ tại khơi bị bông thơ rồi អីបោះទៅ សម្រាប់ខ្ញុំវាមិនមែនស្ថិតនៅលើចំនួនមនុស្សដែលធ្វើដំណើរជាមួយយើងនោះទេទោះបីជាការមកកោះរ៉ុងលើកនេះមានតែយើង2នាក់ក៏ដោយតែការដែលឃើញគាត់រីករាយនឹងការអង្គុយជីកក្តាមតាំងពីម្សិលមិញការដែលយើងរត់ដេញទៅលោកសមុទ្រជាមួយគ្នាឬការអង្គុយមើលថ្ងៃលិចដោយមិននិយាយអ្វីមួយម៉ាត់ទាំងនេះហើយគឺជាក្តីសុខពិតប្រាកដ ដាក់មុខកាមេរ៉ាទីមកគឺ Cái này mới thùng thông được Bro what is this what is this what is that ra với chua vậy នេះអូសុំមួយមកអាក្តាមនេះឈ្មោះក្តាមអីគេ cái nam xây đến cái nơi cái nam snow cái nam tròn đấy អូ cái store lên cha khmau nhiều đó khmau cha nhiều đi cái nam xây này đi cái nam small nó cái nam ấy nâng vậy coi mình tại mau này sáng mò thơ ca đấy từ mau ăn mà khi năm năm lên đấy phải đăng đá lên thang cái đám không cây chạy mau cái nái không chạy បាទ mau cái nái vậy có pin Quỳnh. phân ទេឥឡូវយើងចេញទៅវិញហើយម៉ោង4យើងទៅកន្លែងដេកវិញទៅនៅហ្នឹងទៅលេងទឹកនៅ Coconut Beach ទៀតអូឡយមែនចាប់បានហ្មងឥឡូវ ngoài đẹp sao mình Anh sao mình được được? khủng មិនបានវាចាប់ណាដល់ចាប់ឡើងហ្នឹងសោះអូបាត់តាគៀប kiếm អញ្ចឹងមិនឆ្ងល់ចាប់ឡើងហ្នឹងអត់គៀប thấy mấy đợt មើលអត់វាខ្វាយខ្វាយ không chạy nằm trong mà ngọm á បាទ helicopter hai cái ấp kia đi xa này không sạch ឥឡូវគេជំនាញគេចាប់បាននៅ Lonely Beach នេះឆ្ងាយតិចមែនប៉ុន្តែមានទេសនាចឹងគេចង់មកក៏បានដែរមើលទៅស្អាត peaceful ដល់គេបានតែស្លា Nó cái đâm mình người ta phá nó phá tới mình một cái phi này rồi ខ្លាវិញស្អាតប៉ុន្តែញ៉ាំមិនកើត វាអត់ឆ្ងាញ់សុំបេះមួយចេះហ៊ានហើយ
ទៅវិញហ่ะ ពួកគេសុំទៅដល់ជួបអានផងគេវាល្វើលោកអូបេ អត់ដឹងឆ្កាដូងនៅក្រោយស្អាតតាមផ្លូវ ច្រកចូលវិញ នេះបានស្អាតមែនទែន sport កន្លែងនេះប៉ុន្តែចុះអត់កើតអញ្ចឹងបានទៅតាមឈោមើលពីលើនេះអត់ដឹងថាម្ដុំនេះមានកន្លែងណាដែលវាអាចចុះកើតអត់ទេព្រោះជិះមកមិញពីច្រើនឃើញមានផ្លូវចុះប៉ុន្តែសិតតែពពួកគេធ្វើលូវាមិនមែនផ្លូវចុះគេធ្វើសម្រាប់ចុះតែយាអ្នកគ្នាអូសាកន្លែងនេះអង្គុយមើលថ្ងៃលិចក៏អែមដែរតែវាអត់មានកន្លែងអង្គុយផ្លូវចុះបានប៉ុន្តែវារៀងគ្រោះថ្នាក់តិចអញ្ចឹងយើងអត់ចុះបន្ទាប់ពីត្រឡប់មកវិញកាត់តាម Long Beach យើងក៏បានឆ្លៀតចូលមើល view point នេះមួយទោះបីទីនេះមិនមានឆ្នេរខ្សាច់សក្បុសប៉ុន្តែថ្មដែលប៉ះនឹងសមុទ្រប្រៀបបានទៅជា scenery មួយយ៉ាងស្រស់ស្អាតហើយនៅតាមផ្លូវនេះក៏មាន view point ជាច្រើនដូចជាកន្លែងមួយដែលយើងអាចមើលឃើញកោះរ៉ុងសន្លឹមកន្លែងមួយដែលយើងអាចឈប់ចុះថតរូបជាមួយនឹងកប៉ាល់ចាស់មួយហើយជាពិសេសទៀតគឺការជិះមកកាន់ភូមិកោះតូចដើម្បីមកញ៉ាំអាហារដ៏សម្បូរបែបនៅក្នុងភូមិនេះផងដែរអូខេអ្នកនរគ្នាអញ្ចឹងម៉ោង 7:10 ហើយដេកចុចទូរស័ព្ទសុខវិញនឹកឃើញថាអត់ទាន់ថតវីដេអូបង្ហាញកន្លែងដេកអ្នកនរគ្នាអញ្ចឹងអានេះពេលយប់នៅតាហ្វីគីសអញ្ចឹងនេះទិដ្ឋភាពពេលយប់កន្លែងដេករបស់ខ្ញុំហ្នឹងគឺរបៀបដូចអាហ្នឹងខ្ញុំមិនដឹងគេហៅអីប៉ុន្តែបន្ទប់ប៉ុណ្ណឹងហើយក្នុងហ្នឹងគឺយើងមានដង្ហាមានក្រែតម្លៃសមរម្យដែរទេហើយដោយសារតែកន្លែងនេះគាត់ vibe របៀបបរទេសតម្លៃនៅនេះខ្ញុំកក់សៅរ៍អាទិត្យពីយប់ហ្នឹងយប់ត28ឯហើយបើណាគេដែលចង់បានកន្លែងដេកដែលជាប់ឆ្នេរហើយតម្លៃសមរម្យអញ្ចឹងអាចមកគេងនៅនេះបានទេនិយាយទៅម្ដងលេង2ថ្ងៃហ្នឹងស្ដាយអត់បានមកឈៀលលេងនៅ Coconut Beach កន្លែងខ្ញុំដេកហ្នឹងណាមកទៅវាស្អាតទៅតាអញ្ចឹងរឿងស្ដាយដែរយើងអត់បានទៅលេងហ្នឹងខ្សាច់គឺស្អាតទាំងអស់គ្នាឃើញទេអញ្ចឹងឥឡូវយើង check out ហើយចេញទៅវិញហើយអូខេអញ្ចឹង check out ហើយអញ្ចឹងឥឡូវយើងចេញទៅខែឡុងសិតយើងត្រូវឡើងទុកទៅវិញម៉ោង 11 ហើយឥឡូវហ្នឹងយើងទៅញ៉ាំអីពេលព្រឹកសិនថ្ងៃនេះដែរគឺជាថ្ងៃចុងក្រោយដែលយើងនៅលើកោះរ៉ុងនេះហើយពួកយើងត្រូវឡើងទុកទៅកាន់ក្រុងបរសៃអនុវិញនៅម៉ោង 11 កន្លះដោយយើងចង់ទុកពេលមួយព្រឹកដើម្បីដើរលេងនៅឆ្នេរឡុងសិតនេះមុននឹងយើងត្រឡប់ទៅភ្នំពេញវិញEven